Okay, hello ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel ខ្ញុំរៀនដើម្បីសិក្សាទៅលើភាសាអង់គ្លេសជាមួយខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់មេរៀននៅក្នុងថ្ងៃនេះគឺយើងរៀនតទៅលើ collocation ដែលផ្ដើមដោយ take អូខេអញ្ចឹងតើទៅនឹង collocation ដែលផ្ដើមដោយ take សម្រាប់មេរៀននៅក្នុងថ្ងៃនេះគឺយើងមានចំនួន5ពាក្យដែលមានដូចជាពាក្យថាទទួលខុសត្រូវកត់ត្រាប្រឡងចំណាយពេលទទួលយកដំបូន្មានអូខេអញ្ចឹងតើពាក្យទាំងអស់ហ្នឹងជាភាសាអង់គ្លេសយើងអានវាថាម៉េចហើយការប្រើប្រាស់វានៅក្នុងការនិយាយបង្កើតវាជា sentence ជាប្រយោគគេយកទៅប្រើប្រាស់បែបម៉េចយើងចូលទៅសិក្សាទាំងអស់គ្នាបាទទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ទៅលើ channel YouTube របស់ខ្ញុំដើម្បីផងដើម្បីទទួលបាននៅការ upload វីដេអូថ្មីៗជាបន្តទៀតបាទដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅសិក្សាទាំងអស់គ្នាអូខេអញ្ចឹងយើងចូលមកកាន់ពាក្យទី1របស់យើងអូខេពាក្យទី1របស់យើងគឺពាក្យថាទទួលខុសត្រូវអញ្ចឹងពាក្យថាទទួលខុសត្រូវជាភាសាអង់គ្លេសគឺយើងអានថា take responsibility take responsibility take responsibility មានន័យថាទទួលខុសត្រូវអូខេ example ឧទាហរណ៍ I take responsibility for my mistakes I take responsibility for my mistakes មានន័យថាខ្ញុំទទួលខុសត្រូវចំពោះកំហុសរបស់ខ្ញុំអញ្ចឹងពាក្យថា mistakes mistake នេះមានន័យថាកំហុសទាំងអស់គ្នាអូខេហើយពាក្យថា take responsibility នេះមានន័យថាទទួលខុសត្រូវអូខេ example បន្តអញ្ចឹងឧទាហរណ៍បន្តគេដាក់ថា a good leader មានន័យថាមេដឹកនាំល្អទាំងគ្នា a good leader takes responsibility for the team a good leader takes responsibility for the team មានន័យថាមេដឹកនាំល្អម្នាក់ត្រូវទទួលខុសត្រូវចំពោះក្រុមនេះ good leader មេដឹកនាំល្អម្នាក់ហើយ team នេះគឺក្រុមអូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តរបស់យើងគឺពាក្យថាកត់ត្រាទាំងអស់គ្នាពាក្យថាកត់ត្រាជាភាសាអង់គ្លេសគឺយើងអានថា take notes អូខេអញ្ចឹងពាក្យថា take notes មានន័យថាកត់ត្រាអូខេ example ឧទាហរណ៍គេដាក់ថា please take notes during the lesson please take notes during the lesson មានន័យថាសូមកត់ត្រាក្នុងកំឡុងពេលរៀនមេរៀននេះ please take note during the lesson មានន័យថា during នេះកំឡុងពេលទាំងគ្នា during please នេះសូមអញ្ចឹង take note កត់ត្រាអូខេអញ្ចឹងយើងចូលទៅកាន់ example បន្តគេដាក់ថាម៉េចគេដាក់ថា the students are taking notes carefully the students are taking notes carefully មានន័យថាម៉េចបងប្អូនមានន័យថាសិស្សានុសិស្សកំពុងកត់ត្រាយ៉ាងប្រុងប្រយ័ត្ននេះ carefully នេះ carefully យ៉ាងប្រុងប្រយ័ត្នបងប្អូនអូខេហើយពាក្យថា student នេះមានន័យថាសិស្សានុសិស្សអូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តអូខេពាក្យបន្តគឺពាក្យថាប្រឡងអូខេអញ្ចឹងពាក្យថាប្រឡងគឺជាភាសាអង់គ្លេសយើងអានថា take an exam ឬក៏យើងអាចប្រើពាក្យថា take test អញ្ចឹងពាក្យថា take an exam ឬក៏ take test នឹងមានន័យថាប្រឡងបងប្អូនអូខេ example ឧទាហរណ៍គេដាក់ថាម៉េចគេដាក់ថា I will take an English test tomorrow I will take an English test tomorrow មានន័យថាខ្ញុំនឹងប្រឡងភាសាអង់គ្លេសនៅថ្ងៃស្អែកអូខេចូលទៅកាន់ឧទាហរណ៍បន្តគេដាក់ថាម៉េចបងប្អូនគេដាក់ថា she took the final exam last week she took the final exam last week មានន័យថានាងបានប្រឡងបញ្ចប់ឆមាសកាលពីសប្តាហ៍មុននេះ final exam នេះប្រឡងបញ្ចប់ទេបងប្អូនប្រឡងបញ្ចប់ឆមាសហើយ last week សប្តាហ៍មុន last year ឆ្នាំមុនអូខេអញ្ចឹងពាក្យ took អូខេពាក្យ took នេះវាជា verb past របស់ពាក្យថា take ដោយវីដេអូមុនខ្ញុំបានបញ្យល់ប្រាប់បងប្អូនរួចហើយពាក្យថា took នេះវាជា verb to របស់ពាក្យថា take ប្រើដើម្បីនិយាយអំពីសកម្មភាពអតីតកាលមានថាគាត់បានប្រឡងបញ្ចប់ហើយតើបងប្អូនអូខេអញ្ចឹងយើងចូលទៅកាន់ពាក្យបន្តគឺពាក្យថាចំណាយពេលអញ្ចឹងពាក្យថាចំណាយពេលនេះជាភាសាអង់គ្លេសគឺយើងអានថា take time អញ្ចឹងពាក្យថា take time នេះមានន័យថាចំណាយពេលឧទាហរណ៍ learning English takes time មានន័យថាការរៀនភាសាអង់គ្លេសត្រូវការចំណាយពេលបន្តិច learning English takes time អូខេឧទាហរណ៍ទី2គេដាក់ថាម៉េច
គេដាក់ថា please take your time please take your time please take your time មានន័យថាសូមចំណាយពេលរបស់អ្នកចុះមានន័យថាតាមសម្រួលទាំងអស់គ្នាយើងអាចបកថាតាមសម្រួល please take your time please take your time អូខេចូលទៅកាន់ឧទាហរណ៍បន្តចូលទៅកាន់ពាក្យបន្តអូខេពាក្យបន្តគឺពាក្យថាទទួលយកដំបូន្មានទទួលយកដំបូន្មានជាភាសាអង់គ្លេសយើងហៅថា take advice take advice អូខេអញ្ចឹងពាក្យថា take advice មានន័យថាទទួលយកដំបូន្មាន you should take your teacher's advice មានន័យថាអ្នកគួរតែទទួលយកដំបូន្មានគ្រូរបស់អ្នក you should take your teacher's advice អូខេឧទាហរណ៍បន្តគេដាក់ថាម៉េចគេដាក់ថា he never takes anyone's advice he never takes anyone's advice អូខេមានន័យថាគាត់មិនដែលទទួលយកដំបូន្មានរបស់នរណាម្នាក់ទេ he never takes anyone's advice អូខេបងប្អូនអញ្ចឹងវីដេអូយើងក៏បានឈានមកដល់ទីបញ្ចប់ហើយដែរអរគុណបងប្អូនសម្រាប់ការតាមដាននិងទស្សនាជួបគ្នានៅវីដេអូក្រោយ see you next video